plugin វេទមន្តដែលជួយកាត់សំឡេងរំខានឬសំឡេងណយតោះមកស្ដាប់ទាំងអស់គ្នានិយាយថាអូនស្រឡាញ់បងបានទេបងចង់ស្ដាប់ម្ដងទៀតតើបានទេនិយាយថាអូនស្រឡាញ់បងបានទេបងចង់ស្ដាប់ម្ដងទៀតតើបានទេ Hello មិត្តទាំងអស់គ្នាអញ្ចឹងប្រសិនបានអ្នកណាគេជួបបញ្ហានៅពេលដែលថតសំឡេងមានសំឡេងរំខានច្រើនសំឡេងម៉ូតូសំឡេងឡានសំឡេងខ្យល់ដង្ហើមសំឡេងសត្វខ្ញុំសូមណែនាំ plugin វេទមន្តមួយដែលអាចជួយបងប្អូនដើម្បីកម្ចាត់សំឡេងទាំងអស់នោះបានអញ្ចឹងមកតាមដានជាមួយខ្ញុំទាំងអស់គ្នាដោយតែបងប្អូនបានឃើញតាំងពីក្បាលវីដេអូហើយថាខ្ញុំប្រើ plugin មួយដើម្បីទៅកម្ចាត់សំឡេងរំខានបានស្អាតមែនទែនតោះអញ្ចឹងដើម្បីចង់ដឹងថាតើខ្ញុំប្រើ plugin នេះគេមកទស្សនាជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងយើងមកស្ដាប់សំឡេងដើមបន្តិចថាតើមុនពេលដែលខ្ញុំប្រើ plugin ហ្នឹងវាមានលក្ខណៈយ៉ាងម៉េចណោះនិយាយថាអូនស្រឡាញ់បងបានទេបងប្អូនឮសំឡេងខាងក្រោយខ្លាំងហ៎សំឡេងរំខានសំឡេងវាអញ្ចឹងណាអូខេតោះអញ្ចឹងយើងមកធ្វើការដាក់ plugin ហ្នឹងមួយទាំងអស់គ្នាហើយខ្ញុំនឹងណែនាំទាំងអស់គ្នាអំពីរបៀបនៃការប្រើប្រាស់ plugin មួយហ្នឹងតោះអញ្ចឹងយើងចូលមកកន្លែង track របស់យើងមកដើម្បីយើងដាក់ plugin ហ្នឹងដែលមានឈ្មោះថា clear អូខេពេលដែលបើកមកគឺវានឹងចេញរូបរាងបែបនេះតោះអញ្ចឹងមុននឹងទៅធ្វើការកាត់សំឡេងណយហ្នឹងខ្ញុំមកណែនាំបងប្អូនអំពីរបៀបប្រើ plugin ហ្នឹងមួយសិនអូខេឥឡូវមុនដំបូងគេបងប្អូនយើងមកមើលខ្សែរលកសំឡេងរបស់យើងខ្សែរលកសំឡេងរបស់យើងគឺបានបែងចែកជា3កណាត់ណា3ប្លោះអញ្ចឹងប្លោះទី1គឺនៅខាងនេះណានៅខាងនេះប្លោះទី1គឺយើងមាន ambient អូខេប្លោះនេះគឺប្លោះ ambient ណាខ្ញុំនឹងមកប្រាប់អំពីរបៀបប្រើប៊ូតុងដើម្បីបបល់ហ្នឹងណាហើយប្លោះមួយទៀតគឺប្លោះ voice នេះគឺជាសាច់សំឡេងច្រៀងរបស់យើងដែលយើងថតសំឡេង vocal របស់យើងចូលមកអូខេហើយមួយទៀតគឺជា voice reverb គឺជាសំឡេងដែលឡងចេញពីបន្ទប់របស់យើងអញ្ចឹងទៅបើសិនជាបន្ទប់របស់យើងអត់មានអេប៉ុងប៊ូតុង3នេះគឺវាមានលក្ខណៈនៃការប្រើប្រាស់ដូចគ្នាសិនយើងហុយមកស្ដាប់មានតែតឡើងអីគេតឡើង ambient របស់យើងតឡើងសំឡេងរំខានហ្នឹងនេះអាសំឡេង ambient នេះគឺជាសំឡេងរំខានណាបើសិនជាយើងតឡើងសំឡេងច្រៀងគឺវាតឡើងតម្លាក់តាមហ្នឹងណាអូខេ voice reverb ដូចគ្នាយើងមកមើលនៅលើខ្សែរលកសំឡេងនេះបន្តិចយើងមានខ្សែពណ៌សហើយជាមួយនឹងខ្សែពណ៌ខៀវខ្សែពណ៌សគឺជាខ្សែសំឡេងដើមអីគេអញ្ចឹងបើសិនជាយើងធ្វើការនៅលើផ្នែករបស់ ambient អញ្ចឹងអាហ្នឹងសំឡេងដើមរបស់ ambient កម្រិតសំឡេងវាចូលមកគឺប៉ុណ្ណឹងណាប៉ុន្តែបើសិនជាយើងធ្វើការបន្ថយអញ្ចឹងគឺយើងនឹងឃើញថាសំឡេងដើមរបស់ noise របស់យើងនេះគឺនៅកម្រិតនេះកម្រិតពណ៌សនេះប៉ុន្តែបន្ទាប់ពីយើងធ្វើការកាត់ហើយសំឡេង noise នោះនៅសល់តែប៉ុណ្្នេះទេអញ្ចឹងគឺវានឹងឃើញមានភាពខុសគ្នាខ្ញុំត្រឡប់មកកន្លែងដើមវិញហើយយើងនឹងធ្វើការតេស្តប៊ូតុងនឹងទាំងអស់គ្នាអូខេតោះឥឡូវខ្ញុំបើកហើយយើងស្ដាប់ទាំងអស់គ្នាតើបានទេណាហើយនៅលើនេះគឺវាមានប៊ូតុង solo ហើយប៊ូតុង mute ដូចគ្នាអញ្ចឹងគ្រប់ណាគ្រប់អញ្ចឹងបើសិនជាយើងចុច solo វាមាននឹងអីកើតឡើងអញ្ចឹងមានន័យថាវាទៅបិទអាសំឡេងនេះចោលសិនវា solo តែនេះទេណាក៏តែបើសិនជាយើង mute សំឡេងនេះវិញដូដែលចង់ធ្វើអូខេអញ្ចឹងមានន័យថាយើងទៅបិទអាសំឡេង noise នឹងចោលតែម្ដងអូខេអញ្ចឹងយើងអត់កុំទៅបិទបើសិនជាបិទវាអាចនឹងប៉ះពាល់គុណភាពសំឡេងច្រៀងរបស់យើងខ្លះអញ្ចឹងយើងធ្វើការបន្ថយមកល្មមតាមដែលយើងយល់ថាសំឡេងរបស់យើងនៅមានគុណភាពល្អតោះយើងស្ដាប់ទាំងអស់គ្នាជាមនុស្សអូនស្នេហ៍ជាងគេនិយាយថាអូនស្រឡាញ់បងបានទេបងឃើញមានភាពខុសគ្នាហ៎បងប្អូនតោះអញ្ចឹងមុនហើយក្រោយណាអានេះមុនពេលកាត់ណយចង់ស្ដាប់ម្ដងទៀតតើបានទេក្រោយពេលកាត់ណយចង់ឲ្យអូននិយាយឃើញទេឃើញសំឡេងច្រៀងរបស់យើងច្បាស់ជាងមុនណាអញ្ចឹងមានន័យថាអានេះពេលទៅកាត់ណយហ្នឹងហើយដែល
ចង់ធ្វើជាមនុស្សអូនស្នេហ៍ បើសិនជាសំឡេងច្រៀងរបស់យើងរៀងខ្សោយយើងអាចបន្ថែមសំឡេងច្រៀងយើងជាមួយប៊ូតុងនេះបាន ជាងគេស្នេហ៍យាយថាអូនស្រឡាញ់ អូខេបើសិនជាយើងគិតថាសំឡេងរបស់យើងហ្នឹងវាអូខេហើយយើងមិនចាំបាច់ទៅបន្ថែមតិចក៏បានដែរតោះយើងមកមើល voice reverb ម្ដង បងបានទេ solo ស្ដាប់វាសិនមកថាតើអាហ្នឹងវាមានលក្ខណៈម៉េចនៅហ៎តោះអញ្ចឹងយើងបន្ថែមបន្ថយមើលនេះបាត់នេះប៉ានេះបាត់ណោះ ចង់ធ្វើជាមនុស្សអូនស្នេហ៍ជាងគេស្នេហ៍យាយថា តោះឥឡូវយើងមកមើលភាពខុសគ្នាមុននឹងក្រោយពេលដាក់ plug in ហ្នឹងហើយខ្ញុំបិទសិនណា នេះយាយថាអូនស្រឡាញ់បងបានទេបងចង់ស្ដាប់ម្ដងទៀតតើបានទេចង់ឲ្យអូននិយាយដដែលចង់ធ្វើជាមនុស្សអូនស្នេហ៍ជាងគេ អូខេអញ្ចឹងបងប្អូនឃើញពីភាពខុសគ្នារវាងមុនហើយនិងក្រោយពេលដែលយើងកាត់សំឡេង noise ហ្នឹងហើយเนาะអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាវីដេអូមួយនេះគឺជួយដល់បងប្អូនបានច្រើននៅក្នុងការមិចសំឡេងច្រៀងរបស់យើងឲ្យកាន់តែច្បាស់ឲ្យកាន់តែស្អាតអញ្ចឹងបើសិនជាបងប្អូនចង់បាន plug in នេះបងប្អូនចូលទៅក្នុង description ដែលខ្ញុំបានដាក់ link នៅខាងក្រោមគឺចូលទៅកាន់ channel Telegram របស់ខ្ញុំដែលខ្ញុំបានដាក់ plug in មួយនេះនៅទីនោះហើយតែម្ដងអញ្ចឹងសម្រាប់វីដេអូក្រោយប្រសិនបើបងប្អូនចង់ដឹងអំពី technique មិចសំឡេងមិនថាសំឡេងច្រៀងមិនថាសំឡេងឧបករណ៍ភ្លេងផ្សេងៗបងប្អូនអាច comment នៅខាងក្រោមថាបងប្អូនចង់ដឹងអំពី technique នេះចង់ដឹងអំពី plug in មួយនេះមួយនោះអីចឹងខ្ញុំនឹងចេញវីដេអូធ្វើការបង្ហាញជូនបងប្អូនទាំងអស់គ្នាអញ្ចឹងប្រសិនបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សូមបងប្អូនជួយចុច like នៅលើវីដេអូនេះមួយផងហើយកុំភ្លេចចុច subscribe ហើយនឹងដាក់កណ្ដឹងមួយផងដើម្បីកុំឲ្យខកខានក្នុងការទទួលបានវីដេអូថ្មីៗពីខ្ញុំអំពីបច្ចេកទេស mixing ផ្សេងៗនៅក្នុងវីដេអូបន្តទៀតអរគុណ